khê rồi số đây đó này ní chụp chỉ mới trong đón tiếng bà nhom phóng bà ngày ní dương màu thôi ca vì phía tên năng po miến sẽ tập kích đài sòng khăn màn tén sầm đẹp đám sập đá bà khải pi ní bóng ôn bà chẳng nơi dụng đi miên po miến thông bóng ôn đài rong trăm tinh lụa mía bóng ôn rong trăm tân ở đấy po miến dụng đi sấn bà đầm bấy ột mơ thà tá tầm lại ăn chơi mía anh đừng miên ca can lái mới có kẹt chọc bà chờ lấy dương màu thôi ca ở sắc xa pi po miến đang đỏ ní bóng ôn bà chẳngปัจจุบันខ្ញុំកំពុងតែមើលទៅលឹងតម្លៃមាសបងប្អូនបាទបច្ចុប្បន្នមាសកំពុងតែជួញដូរនៅតម្លៃបាទ$5057នៅក្នុង1អោនបងប្អូនអរគ្នាបាទអញ្ចឹងឃើញថាទីផ្សារហាងឆេងមាសបាទនៅព្រឹកនេះម៉ោង 10:50 នាទីបងប្អូនវាកំពុងតែរត់នៅក្នុងទំនោរគេហៅថា sideways បងប្អូនគឺវារងចាំព័ត៌មានយប់នេះបងប្អូនបាទយប់នេះគឺមានព័ត៌មានសំខាន់មែនទែនដែលនឹងធ្វើឲ្យទីផ្សារប្រែប្រួលសកម្មបាទអញ្ចឹងបើសិនជាបងប្អូនបានទស្សនាវីដេអូរបស់ខ្ញុំកាលពីម្សិលមិញដែលខ្ញុំនិយាយអំពីព័ត៌មានតាក់ទងទៅនឹង retail sale បងប្អូនបាទអញ្ចឹងយប់មិញនេះគឺទិន្នន័យចេញមកបាទគឺព័ត៌មានចេញពីសហរដ្ឋអាមេរិកគឺមិនល្អទេបងប្អូនបាទអញ្ចឹងយប់មិញរុញច្រានឲ្យតម្លៃហាងឆេងមាសបាទងើបឡើងបន្តិចហើយបច្ចុប្បន្នគឺមានទំនោរនៅ sideways ដដែលបងប្អូនបាទអញ្ចឹងកាលពីយប់មិញវាកើនឡើងតែបន្តិចហើយបន្ទាប់មកក៏វាធ្លាក់ចុះមកវិញបងប្អូនអញ្ចឹងយើងកលេចមកមើលបាទម្សិលមិញគឺមាសគឺប្រែប្រួលចំនួនបាទខ្ញុំវាស់ជូនបងប្អូនបាទចឹងប្រហែលជា$90ជាងនៅក្នុង1អោនបាទអញ្ចឹងបើគិតជាទីផ្សារខាងក្រៅប្រែប្រួលចំនួន$100ជាងនៅក្នុងមួយតម្លឹងបងប្អូនអរគ្នាបាទហើយបើយើងនិយាយអំពីព័ត៌មានធំវិញយប់នេះបាទម៉ោង8 កន្លះបងប្អូនបាទថ្ងៃពុធបាទតាក់ទងទៅនឹងព័ត៌មាន Non Farm Payroll បងប្អូនបាទ Non Farm Employment Change តាក់ទងទៅនឹងកំណើនបាទការងារបង្កើតថ្មីនៅសហរដ្ឋអាមេរិកដោយមិនរាប់បញ្ចូលវិស័យកសិកម្មបងប្អូនបាទចឹងតាមការព្យាករណ៍របស់សេដ្ឋកិច្ចវិទូបាទគឺគេអាចរំពឹងទុកថានឹងមានកំណើនកើនឡើងរហូតដល់ 66K បងប្អូនបាទ 66,000 កន្លែងនឹងបង្កើតការងារថ្មីនៅសហរដ្ឋអាមេរិកបាទបើប្រៀបធៀបទៅនឹងខែកន្លងទៅមួយទៀតបាទគឺមានចំនួនតែ50,000 កន្លែងទេបងប្អូនបាទអញ្ចឹងយើងរងចាំមើលថាបាទម៉ោង8 កន្លះនេះតើតនន័យចេញមកជាក់ស្ដែងបាទការងារនៅសហរដ្ឋអាមេរិកមានការកើនឡើងឬមួយក៏ធ្លាក់ចុះបងប្អូនអញ្ចឹងបើសិនជាតនន័យចេញមកបាទខ្ពស់ជាងការព្យាករណ៍បាទ 66K ឬមួយក៏ 66,000 កន្លែងហ្នឹងបាទអញ្ចឹងតម្លៃហាងឆេងមាសបាទអាចនឹងមានការធ្លាក់ចុះបងប្អូនបាទដោយសារតែទិន្នន័យចេញមកល្អកំណើនការងារមានការកើនឡើងច្រើនបាទអញ្ចឹងរុញច្រានឲ្យសេដ្ឋកិច្ចគឺមានសុខភាពល្អបងប្អូនបាទអញ្ចឹងតម្លៃហាងឆេងមាសចនិច្ចការបាទអាចនឹងធ្លាក់ចុះបន្តិចបងប្អូនបាទហើយនៅក្នុងព័ត៌មានម៉ោង8 កន្លះនេះមានរហូតដល់ទៅ3បងប្អូនបាទប៉ុន្តែព័ត៌មាន Non Farm Payroll មួយនេះបាទឬមួយក៏ NFP នេះគឺព័ត៌មានសំខាន់ជាងគេបាទហើយព័ត៌មានបន្ទាប់បន្សំមានដូចជា average hourly earning បងប្អូនតាក់ទងទៅនឹងចំណូលបាទគិតជាម៉ោងជាមធ្យមនៅសហរដ្ឋអាមេរិកបាទថាតើប្រជាជននៅសហរដ្ឋអាមេរិកហ្នឹងនៅក្នុង1ម៉ោងគឺគាត់មានការកើនឡើងថ្លៃឈ្នួលធ្វើការរបស់គាត់ហ្នឹងប្រមាណភាគរយបាទបើប្រៀបធៀបទៅនឹងខែកន្លងទៅអញ្ចឹងទាំងអស់មានព័ត៌មាន3ហ្នឹងបងប្អូនបាទហើយចុងក្រោយគឺតាក់ទងទៅនឹងunemployment rate បងប្អូនបាទតាក់ទងទៅនឹងអត្រាអ្នកអត់មានការងារធ្វើនៅសហរដ្ឋអាមេរិកអញ្ចឹងព័ត៌មាននេះក៏ជាមួយផ្នែកដែរដែលរុញច្រានឲ្យតម្លៃហាងឆេងមាសបាទមានការប្រែប្រួលសកម្មបាទតាមទិន្នន័យខែកន្លងទៅគឺចំនួន 4.4% ហើយបើតាមការព្យាករណ៍បាទគឺនៅដដែលបងប្អូនបាទគឺ 4.4% ដដែលអញ្ចឹងបើសិនជាទិន្នន័យចេញមកជាក់ស្ដែងបាទអត្រាអ្នកមានការងារធ្វើបាទគឺមិនមានការកើនឡើងឬមួយក៏ដូចទៅនឹងការព្យាករណ៍ខ្ញុំគិតថាវាមិនសូវជាមានផលប៉ះពាល់ទៅដល់តម្លៃហាងឆេងមាសទេបាទអញ្ចឹងទោះជាយ៉ាងណាព័ត៌មានយប់នេះគឺល្អខ្លាំងមែនតើបងប្អូនបាទអញ្ចឹងបើសិនជាបងប្អូនបាទចាប់អារម្មណ៍បាទក្នុងការទិញលក់ជាមួយនឹងតម្លៃហាងឆេងមាសទីផ្សារអន្តរជាតិជាមួយនឹងខាងក្រុមហ៊ុនរបស់យើងកុំភ្លេចបាទធ្វើការតំណែងមកកាន់លេខ Telegram ក៏ដូចជាលេខទូរស័ព្ទដែលយើងបានភិននៅក្នុងវីដេអូនេះដើម្បីសួរនាំអំពីព័ត៌មានលម្អិតតាក់ទងទៅនឹងការកក់ហាងឆេងមាសជាមួយនឹងទីផ្សារអន្តរជាតិបាទបងប្អូនអូខេអញ្ចឹងបងប្អូនបាទអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះសង្ឃឹមថាបងប្អូនបាទជួញដូរទទួលបានផលចំណេញគ្រប់គ្នាបាទនៅក្នុងកំឡុងពេលក៏ដូចជាបន្ទាប់ពីម៉ោងព័ត៌មានចេញផ្សាយបាទនៅក្នុងថ្ងៃនេះបងប្អូនបាទអរគុណច្រើនអ្នកនរគ្នា